Hello កាយថ្ងៃនេះមកជួបខ្ញុំនៅទីហើយថ្ងៃនេះខ្ញុំមកសម្រាយរឿងគម្រោងការអាក្រក់របស់សិស្សខ្ញុំភាគ2ឲ្យអ្នកទាំងអស់គ្នាភាសាភាគ1 admin បានដូរសម្លេង admin ជាសម្លេង AI ចំណែកដល់ភាគ2នេះគឺថាមិត្តភ័ក្តិរួមគ្រប់របស់ admin ហ្នឹងក៏បាននិយាយថាឲ្យ admin ហ្នឹងដូរសម្លេងដាក់សម្លេងផ្សេងចឹងហើយ admin សង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនប្រកាន់នឹងសម្លេង admin ទេដោយសារសម្លេង admin ក៏អត់សូវព្រោះដែរហើយពេលដែល admin សម្រាយហ្នឹងក៏ម៉ោង12:53ជាងដែរចឹងហើយគឺថាងុយគេងខ្លាំងមែនតើវិញទាំងតែមិនក៏ស៊ូមកសម្រាយរឿងឲ្យអ្នកគ្នាស្ដាប់ដោយសារពេលថ្ងៃគឺថាមិនមានពេលទេគឺថាពេលថ្ងៃនេះ admin គឺថាលវរៀនហើយណាមួយតែ admin នឹងគឺថាញញ៉ៃតើទៅពេលយប់អញ្ចឹងទៅមានទៅអត់ញញ៉ៃអញ្ចឹងណាចំណែកនៅសាលាវិញគឺថាដូចអ្នកគ្នាដឹងហើយគឺថា admin និយាយកាលពីវីដេអូមុនដែលថាគឺថានៅសាលា admin គឺថាញញ៉ៃខ្លាំងតែ admin ក៏បានសងជាមួយចិត្តអ្នករបស់គ្នាដោយសារថ្ងៃទី2ហ្នឹង admin បានផុសរឿងឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងហើយចំពោះថ្ងៃទី3នេះ admin ក៏បានរួមបញ្ចូលជាមួយនឹងរឿងភាគចំនួន2ភាគឲ្យអ្នកទាំងអស់គ្នាមើលតែម្ដងទៅតាមសាច់រឿងហ្នឹងយើងឃើញថាមូជីងអ៊ីហ្នឹងគាត់កំពុងតែគេងនៅលើគ្រែហើយចំណែកឯយេលីវិញកំពុងតែទ្រោមពីលើតែម្ដងហើយបន្ទាប់មកជីងអ៊ីក៏គាត់សួរយេលីថាតើយេលីហ្នឹងក៏កំពុងតែចង់ធ្វើហើយឈីងអ៊ីហ្នឹងក៏គាត់និយាយតទៀតថាគាត់ហ្នឹងគឺជាគ្រូរបស់យេលីអញ្ចឹងដល់យេលីហ្នឹងក៏គាត់បានប្រឡែងដែរក៏គាត់និយាយថាដោយសារតែម៉ូឈីងអ៊ីហ្នឹងគឺជាគ្រូរបស់គាត់អញ្ចឹងហើយទៅគាត់ចង់សិក្សាជាមួយនឹងម៉ូឈីងអ៊ីអញ្ចឹងណាសិក្សាស្អីនៅលើក្រៅកូនសិក្សានៅក្រៅបានតាហើយដូចថាតែឈីងអ៊ីហ្នឹងមានកំណត់ដូចជា admin ទៅគាត់និយាយថាលំហាត់ស្អីទៅធ្វើនៅលើក្រែនៅគាត់ដូចដែលធ្លាប់ជួបសោះដោយលឺគាត់និយាយអញ្ចឹងសិស្សសំណប់របស់គាត់ហ្នឹងក៏និយាយថាជាលោកគ្រូដឹងតែមែនអ្វីទៅជាការបណ្ដុះបណ្ដាលធ្វើអញ្ចឹងណាចំណែកឯឈីងអ៊ីវិញក៏គាត់ចាប់ផ្ដើមខឹងណាស់ហើយគាត់ក៏ស្រែកមកថាឯងហើយបើយើងលីកូនអ្នកទាំងអស់គ្នាហ្នឹងក៏បាននិយាយថាវាមិនសំខាន់ទេប្រសិនបើលោកគ្រូមិនដឹងយើងអាចធ្វើវាជាមួយគ្នាបានព្យាយាមធ្វើវាយឺតជាមួយខ្ញុំចឹងណាហើយឡើងអូយកូនគេទៅកំឡុងណាមិននាំកូនគេទៅធ្វើរឿងចឹងវិញតែកុំតាន់តាមកុំទៅគឺជាយល់សប្តិរបស់យេលីទេចាគេថាមានគំនិតអាក្រក់លើគ្រូដល់ថ្នាក់យល់សប្តិឃើញគ្រូដេកនៅលើក្រែជាមួយណាចាហើយបន្ទាប់ពីគាត់ភ្ញាក់ខ្លួនពីយល់សប្តិហើយក៏គាត់និយាយថាចាអ្វីដែលគាត់ត្រូវធ្វើណាគាត់មិនអាចនេះបញ្ឈប់វាបានទេហើយបន្ទាប់មកក៏ហៅថាលោកគ្រូនេះនៅមានសិតហៅគេថាគ្រូដែរណែសិតតែគិតគំនិតអាក្រក់នៅលើគេសិតតែចង់ចាប់លោកគេហើយចង់ហៅគេជាគ្រូសំដែរកូនតបមកក៏យើងឃើញនៅកំឡោះសង្ហាម្នាក់ដែលដើរមកហៅយេលីថាឲ្យយេលីហ្នឹងនៅត្រាំទឹកយូរបន្តិចទៀតប្រតិកម្មវិជាគុណងាប់ចុយម៉ែទាំងអស់គ្នាឡើយមិនសិស្សសំណប់តែមួយនឹងផងហើយម្នាក់ប្រុសហ្នឹងក៏មានគេឆ្ងាយដែរគឺថាមូឈីងអ៊ីកូនស្រីយើងនឹងឯងគ្មានដឹងតែសឹកគិតគំនិតអាក្រក់ចង់លោភខ្លួនឯងបើយើងក្លែកមកប្រុសយេលីវិញគ្រាន់តែឃើញគ្រូភ្លាមគឺថាងាកមកដល់ហៅលោកគ្រូអូយម៉ែគឺថាសំដែងសំចុយយ៉ាមិនគិតអាក្រក់លើគ្រូចង់ចាប់លោកគ្រូសាឥឡូវមកនិយាយឡើងលយហើយបើយើងក្លែកមើលសម្រស់កូនស្រីយើងចំតែគឺថាស្អាតខ្លាំងមែនតើគឺថាផាសួរគឺថាព្រៀបមិនបានតែម្ដងតោះមកកូនស្រីបើមានហ្នឹងក៏និយាយថាវាយឺតពេកហើយរាងកាយរបស់ឯងនឹងឈឺប្រសិនបើឯងនឹងអង្គុយក្នុងទឹកនឹងទៀតចឹងណាហើយបន្ទាប់មកក៏យេលីហ្នឹងគាត់ទៅនេះវិញទៅបន្ទប់គាត់វិញចំណែកប្រូយេលីកូនអ្នកទាំងអស់គ្នាណាក៏បានលុកដៃទៅចាប់ដៃកូនកំមុំខ្ញុំមកចាប់ដៃកូនកំមុំគឺកាត់យប់អីណាអីកូននិយាយថាជាផ្កាហាន់សិងនឹងរីកក្នុងរយៈពេលឆាប់នេះហើយឆ្ងល់ជាផ្កាហាន់សិងនឹងរីកទៅផ្កាតែឲ្យមានតាក់តងស្អីជាមួយនឹងកូនស្រីខ្ញុំ
ហើយមកចាប់ដៃកូនស្រីខ្ញុំទៅស្អីហើយមកហៅកូនស្រីខ្ញុំទៅគ្រូបានកាត់ចោលទៅឲ្យអ្នកទាំងអស់គ្នាដឹងថាខ្ញុំមកសម្រាយទាំងឈឺអីចឹងណាឲ្យអ្នកទាំងអស់គ្នាបារម្ភទោះពីខ្ញុំ single អស់រយៈពេល700ជាតិក្រោយមកហើយណាទៅខ្ញុំសម្រាប់ចិត្តថាខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាអ្នកស្ដាប់ទាំងអស់គ្នានឹងបារម្ភពីខ្ញុំអីចឹងណាមកកុំឲ្យវាចេញខ្លាំងពេកយើងមកមើលតួអង្គឯងទាំងពីរយើងគឺថាប្រូយេលីហ្នឹងក៏បានសុំកូនស្រីខ្ញុំហ្នឹងឲ្យទៅមើលផ្កាហាន់សេងរីកជាមួយគ្នាអីចឹងណាណែមកនាំគូកមុំគេមកដើរណាកូនកមុំខ្ញុំសពុតក្នុងផ្នត់ខ្ញុំមើលថែប្រៀបដូចជាទាវអញ្ចឹងខ្ញុំឲ្យស្លាញ់អាណាគេគឺស្លាញ់ណាតែប្រូយេលីគេថាជាករណីលើកលែងគេថាលើកអោហើយបើកូនស្រីខ្ញុំទេគេធ្វើចរិតស្រីស្អាតគេថានិយាយថាអញ្ចឹងខ្ញុំនឹងទៅអីចឹងណាតែដឹកបានទៅទេសង្ស័យតែគ្មានជីវិតមកវិញទៅដឹងនេះបន្ទាប់មកប្រូយេលីហ្នឹងក៏និយាយថាចាមិនគ្រូគាត់ថ្ងៃហ្នឹងយល់ស្របនឹងគាត់លឿនម៉េះចាគាត់រៀងចម្លើយចិត្តដែរចាណាហើយក៏ហៅលោកគ្រូមួយម៉ាត់ណែមានសិទ្ធិមកហៅគេគ្រូដែរមិនមានចេតនាចង់ចាប់លុបគេសិនណាឥឡូវមកចង់ហៅគេគ្រូឯណាបន្ទាប់មកប្រូយេលីក៏គាត់និយាយថាបើសិនបើជាការប្រាថ្នាចង់បានទុករបស់គាត់ហ្នឹងលោកគ្រូគាត់មើលឃើញនោះវាពិតជាអស្ចារ្យណាស់អញ្ចឹងមានចង់និយាយថាបើសិនជាមិនគ្រូអ្នកមើលឃើញបែរជាមានអ្នកមើលឃើញវិញតែអាចបែរមកស្រឡាញ់មានវិញដោយសារមាន single ឡើងដោះស្លែណាបានយេលីមួយធ្វើសងសាបានទេបើកន្លែងមកកាន់ខាងកូនស្រីរបស់មីនវិញគេថាមានបីស្រាចអូយបីអត់មានច្រឡំមកមានបិសាចច្រើនហើយសិស្សនៅសំណាក់ហ្នឹងក៏ភ័យរត់យកព្រះយកមកដោយសារយកជាមួយបិសាចហ្នឹងគឺថាអត់ឈ្នះតែដោយសារបិសាចច្រើនរីអេបជារីដែលគ្មានក្បាច់កូនវិញនាំគ្នាស្លតខ្លាំងមែនតើពេលតែឃើញទស្សនវិជ្ជាមួយហ្នឹងដោយសារអ្នកទាំងអស់គ្នាគាត់ដឹងហើយថាគ្មានវិណាគេចង់ឲ្យមានសង្គ្រាមទេដូចជាសង្គ្រាមខ្មែរយើងហើយនឹងសៀមអញ្ចឹងគ្មានណាគេចង់ឲ្យមានសង្គ្រាមទេតែមានសង្គ្រាមគឺថាមានការសម្លាប់មានការឆ្លៀនពៀនមានការកក់សង្កត់អីចឹងណាហើយចំពោះសិស្សដែលគាត់នៅជាតែកន្លែងដែលគេធ្វើសង្គ្រាមនឹងវិញគឺថាគាត់គ្មានឱកាសក្នុងការសិក្សារៀនសូត្រទេអញ្ចឹងធ្វើឲ្យការអប់រំគឺថាធ្លាក់ចុះខ្លាំងមែនទែនដោយសាររវល់រត់គេចពីគ្រូប៉ុន្តែដល់នេះមានពេលណាទៅរៀនចឹងហើយអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នានិយាយថាអ្នកទាំងអស់គ្នានៅមើលរឿងថៃអ្នកទាំងអស់គ្នានៅចូលចិត្តពួកសៀមនិងតារាសៀមនឹងទៀតអ្នកទាំងអស់គ្នាមិនបាច់មកនេះខ្ញុំទេដោយសារខ្ញុំមិនមែនពួកដែលថាចិត្តក្បាលចិត្តខ្ទុយទេគឺថាតែធ្វើអីដាក់ខ្ញុំមួយហើយគឺថាខ្ញុំចាំមកជីវិតតែមិនអ្នកទាំងអស់គ្នាដោយសារខ្ញុំនិយាយបែកពីសាច់រឿងខ្លាំងពេកតែវាអត់មានឆ្ងាយពីសាច់រឿងប្រហែលទេដោយសារវានិយាយពីសង្គ្រាមដូចគ្នាតែនៅក្នុងនេះគឺថាតួឯកប្រុសយើងនឹងក៏មានសង្គ្រាមជាមួយបិសាចហើយកន្លែងចំពោះចំណុចមួយហ្នឹងគឺថាមាននៅដើមភាគហើយកន្លែងដែលថាតួឯកប្រុសគាត់សុខចិត្តលះបង់ជីវិតខ្លួនឯងដើម្បីជួយដល់ប្រទេសជាតិអីចឹងណាមនុស្សគ្រប់គ្នាអញ្ចឹងដើម្បីជួយជ្រោមជ្រែងដល់មនុស្សគ្រប់គ្នានិយាយមែនទឹកចិត្តតួឯកប្រុសនៅក្នុងរឿងហ្នឹងគឺថាល្អខ្លាំងមែនតើខ្ញុំឆ្លាញ់តួអង្គមួយជាងអីខ្លាំងហើយបន្ទាប់មកគាត់ក៏បាននិយាយថាសុំនាំពាក្យទៅឲ្យយាលីអីចឹងណាមុននឹងគាត់ទៅអីចឹងណាព្រោះអីគាត់គ្មានឱកាសជួបយាលីម្ដងទៀតទេគាត់និយាយថាស្អែកហ្នឹងគាត់មិនបានទៅមើលផ្កាហាន់ស៊ីងជាមួយយាលីទេដោយសារអ្នកទាំងអស់គ្នាគាត់ដឹងហើយដើម្បីបិទត្រាហ្នឹងបានយើងត្រូវប្រើវិញ្ញាណបរិសុទ្ធដើម្បីបិទមិនចឹងហើយចំណែកឯអ្នកនៅប៉ាក់ផ្សេងក៏ចាប់ដើមស្អីគេតបមកក៏បាននិយាយថាអ្នកអមតៈតើចង់ធ្វើអ្វីអញ្ចឹងណាសួរទៅកាន់មួយជាងអីបន្ទាប់មកលោកមេប៉ាក់មូដែលជាកូនស្រីរបស់អេដមីនហ្នឹងក៏បាននិយាយអីទៀតដែរហើយក៏ដើរទៅរកច្រកទ្វារដែលមានបិសាចចេញមកហ្នឹងអាចច្រកទ្វារដែលគេបិទត្រាហ្នឹងហើយក៏គាត់បាននិយាយថាចាគាត់នឹងលះបង់ព្រលឹងរបស់គាត់ដើម្បីស្ដារត្រានឹងឡើងវិញដើម្បីបិទត្រានឹងឡើងវិញកុំឲ្យបិសាចហ្នឹងចេញមកទៀតអញ្ចឹងណាមានអារម្មណ៍ថាកូនស្រីពិតជាមានទឹកចិត្តខ្លាំងតែចំណែកពួកបិសាចហ្នឹងក៏វានិយាយថាចេះដូចជាងអីអ្នក
បន្ទាប់មកបិសាចហ្នឹងក៏និយាយថាមួយជាងអីឯងមិនស្ទាក់ទៅក្នុងការដុតវិញ្ញាណខ្លួនឯងដើម្បីរារាំងខ្ញុំទេបន្ទាប់មកមួយជាងអីក៏គាត់និយាយថាសម្រាប់ខ្ញុំមនុស្សជាតិទាំងអស់ខ្ញុំនឹងមិនសោកស្ដាយឡើយនៅការលះបង់របស់គាត់អញ្ចឹងណាគឺថាគាត់គាត់អត់សោកស្ដាយទេដើម្បីមនុស្សជាតិតែគាត់មិនដឹងថាយាលីហ្នឹងតើគាត់ឈឺចាប់ប៉ុណ្ណាទេដល់យាលីក៏បានរត់មកដល់និយាយថាលោកគ្រូហៅឡើងផ្លាត់សម្លេងចំណែកឯមួយជាងអីគឺគាត់ក៏បានបិទភ្នែកហើយក៏និយាយគាត់ក៏បានគិតក្នុងចិត្តថាខ្ញុំពិតជាសោកស្ដាយណាស់តែមិនបានធ្វើតាមសន្យារបស់ខ្ញុំទៅកាន់យាលីអញ្ចឹងណាមិនដែរអ្នកនរគ្នាភាគទី2ភាគទី3ក៏បានចប់ដែរសម្រាប់ admin គឺថា admin មើលហើយគឺថាស្រក់ទឹកភ្នែកម៉ាត់អានតួអាយចុយកំសត់តែអ្នកទាំងអស់គ្នាកុំភ័យភាគហ្នឹងវាកំសត់ចឹងឯងតែដល់ភាគក្រោយគឺថាសบาย happy ហើយមិនបាច់ភ័យទេចា